បកគល4ចម្ពោះដែលមានឧបការៈគុណមុនគេបង្អស់គឺ1ព្រះពុទ្ធជាអ្នកមានគុណលើពុទ្ធបរិស័ទទូទៅ2ព្រះមហាក្សត្រជាអ្នកមានគុណលើអាណាប្រជារាស្ត្ររបស់ខ្លួន3ឪពុកម្ដាយជាអ្នកមានគុណលើកូនចៅប្រុសស្រីគ្រប់រូប4ឧបជាឬគ្រូបង្ហាត់គ្រប់វិជ្ជាជាអ្នកមានគុណលើសិស្សានុសិស្សទាំងឡាយបុគ្គល4ចម្ពោះនេះជាបុព្វការីជនទុកដូរជាដើមឈើប្រកបដោយមែកស្លឹកសាខាមានម្លប់ត្រជាក់ត្រជុំកាត់សុខស្រួលសម្រួលជីវភាពរបស់ខ្លួនឲ្យមានចំណេះចំណាំប្រចាំជីវិតមានឧទ្ធានៈសេចក្តីព្យាយាមប្រឹងប្រែងអបមាទៈមិនឲ្យធ្វេសប្រហែសក្នុងរឿងអកុសលចូលមកបៀតបៀនសញ្ញមៈសេចក្តីសង្រួមទាំងកាយទាំងចិត្តដើរផ្លូវក្នុងដំណើរដែលត្រឹមត្រូវតមៈអប់រំចិត្តទូមានចិត្តមិនលុះនៅសេចក្តីប្រាថ្នាចង់មានចង់បានហួសហេតុដើរក្នុងផ្លូវជំនួញខុសច្បាប់ឡើយចាំទុកណាអ្នកដែលជួយយើងដូចជាប្រាប់ផ្លូវដែលយើងកំពុងតែបង្វែងទិសដូច្នេះខុសត្រូវយ៉ាងណាយើងគួរគិតគ្នាខ្នន់មិនគួរបៀតបៀនឬប្រទូតបវេធ្នើជន់ពលិចអ្នកដែលមានគុណលើយើងឡើងព្រោះការដែលយើងវេធ្នើរមើលគុណបៀតបៀនប្រទូតបអ្នកដែលជួយចិញ្ចឹមបីបាច់ថែរក្សាការពារនៅភ័យអន្តរាយកុំឲ្យកើតឡើងនោះតែងជួយបង្ហាញនៅផ្លូវដែលជាទីទៅក្នុងដំណើរជីវិតមួយនេះឲ្យល្អទៅបានបង្រៀនវិជ្ជាបានផ្ដល់បទពិសោធន៍និងដំបូន្មានល្អៗជាដើមដល់យើងការរមើលគុណឈ្មោះថាអ្នកធ្វើអំពើបាបខ្លាំងណាស់បានកាច់មែកឈើដែលខ្លួនធ្លាប់ជ្រកអាស្រ័យនៅគឺជាមនុស្សក្រពើវង្វេងបឹងជាមនុស្សទ្រុសមិត្តជាមនុស្សមានបាបធម៌ថោកទាបមិនស្គាល់គុណទោសឡើយកាលបើបុគ្គលណាធ្វើអំពើបែបនេះឲ្យកើតឡើងដល់ខ្លួនហើយអ្នកនោះពិតជាត្រូវសេចក្តីអន្តរាយណាមួយនឹងកើតឡើងដល់ខ្លួនពុំខានក្នុងពេលបច្ចុប្បន្ននេះបើគេដឹងថាបុគ្គលនោះមានបាបធម៌អាក្រក់មិនស្គាល់គុណទោសហើយតែងមានគេស្អប់គេនិន្ទាគេមិនចង់រាប់រកយកជាមិត្តយកជាកូនជាចៅឬមិត្តសម្លាញ់ឡើយជាមនុស្សមិនសមជាពលរដ្ឋដ៏ល្អមិនសមជាសិស្សល្អមិនសមជាអ្នកកាន់ព្រះពុទ្ធសាសនាមានតែផលអាក្រក់ទៅអាស្រ័យគេឈ្មោះស្អុយទាំងរស់នៅដូចជាស្លាប់ទទួលទុកទោសក្នុងពេលបច្ចុប្បន្នហើយទៅក្នុងបរលោកក៏រឹងរឹតតែទទួលការទុកទោសក្នុងអបាយភូមិដែលពិតដូច្នេះហើយបានជាព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ពាក្យព្រានប្រដៅថាយាសៈរោខាសៈនាយេយៈនិស័យតេយៈសស័យយវាអ្នកតាសៈសខੰភច្ចេយៈមតតុភោហេបាបកោបុគ្គលអង្គុយឬដេកក្រោមម្លប់ឈើណាមិនគួរកាច់មែកឈើនោះទេព្រោះថាអ្នកប្រទោសមិត្តជាមនុស្សអាក្រក់